ដូចជាបងធ្លាប់ដឹងកាលពេលដែលនៅហ្វីលីពីនក៏ធ្លាប់និយាយដែរថាចង់ប៉ះពេជ្រសង្ហៈនឹងដែរបាទមុនចង់ប៉ះគាត់រសាគាត់ចង់ជួបបងកាន់មិញហុងហើយអូបាទកាលហ្នឹងរឿងឌឺដងគ្នាមែនទេបាទហ្នឹងហើយឥឡូវនេះបាទប៉ះបានសម្រេចហើយបាទលក្ខណៈកងញឹមរៀមកងជើងរៀម5ទឹកពេលហ្នឹងអត់ទាន់ដឹងថាប៉ះណាគេទេបាទអត់ទាន់ដឹងដែរបាទឥឡូវដឹងមួយរយៈណាពេលណាដឹងមួយរយៈប្រហែលថ្ងៃនេះបាទជំរាបសួរសរុបបាទជំរាបសួរហើយមកយាយសុខសប្បាយអត់មួយរយៈនេះបាទសុខសប្បាយហើយការវឹកហាត់មិនដែរការវឹកហាត់ត្រៀមខ្លួន100%ពេញហ្មងហ៎បាទពូលហើយយ៉ាងមិនដែរការដែលទទួលនៃការប្រកួតដែលត្រូវប៉ះជាមួយនឹងពេជ្រសង្ហៈហ្នឹងខាងគេជាអ្នកស្នើសុំឬក៏ខាងសរុំជាអ្នកស្នើសុំដែលចង់ដាក់កង់តូចជា5ទឹកនេះបាទរឿងនេះខ្ញុំអត់ដឹងទេបាទតែខាងប្រមើលទៅខ្ញុំគាត់ប្រាប់ថាវាយនៅ Extreme Cambodia លក្ខណៈកងញឹមរៀម5ទឹកពេលហ្នឹងអត់ទាន់ដឹងថាប៉ះណាគេទេបាទអត់ទាន់ដឹងដែរបាទឥឡូវដឹងមួយរយៈណាពេលណាដឹងមួយរយៈប្រហែលថ្ងៃនេះដឹងមួយរយៈចុងក្រោយនេះទេបាទហើយមិនមែនដឹងដល់ពេលសុកធីទៅផ្តិតមេដៃចុះកុងត្រាហ្នឹងទេចុះបាទអត់ទាន់ដឹងអូហើយលីស្ងាត់ហើយសម្រាប់សរុំដូចជាបងធ្លាប់ដឹងកាលពេលដែលនៅហ្វីលីពីនក៏ធ្លាប់និយាយដែរថាចង់ប៉ះពេជ្រសង្ហៈនឹងដែរបាទមុនចង់ប៉ះគាត់រសាគាត់ចង់ជួបបងកាន់មិញហុងហើយបាទកាលហ្នឹងរឿងឌឺដងគ្នាមែនទេបាទហ្នឹងហើយឥឡូវនេះបាទប៉ះបានសម្រេចហើយបាទសម្រាប់សរុបបើសិនជាប៉ះបើសិននេះគឺត្រូវតែប៉ះពេជ្រសង្ហៈនៅថ្ងៃទី28ខាងមុខនេះសរុបជឿជាក់ប្រមាណភាគរយដែរសម្រាប់ទទួលបានជ័យជំនះបាទថាខ្ញុំគឺ70%បងព្រោះថាកង់តូចបាទប៉ុន្តែសង្ហៈក៏ល្អដែរណាកង់តូចនេះគឺជំនាញផុសសង្ហៈបាទដោយសារតែកង់តូចទៅខ្ញុំសង្ឃឹមលើខ្លួនឯង70%អូប៉ុន្តែសម្រាប់មតិមហាជនគាត់យល់ឃើញថាបើសិនជាកង់តូចសរុបអាចរៀនចាញ់ព្រៀបសង្ហៈបន្តិចចាញ់ធូនគាត់ហ្នឹងហើយប៉ុន្តែបើសិនជាកង់ធំគឺអាកាសសរុបច្រើនជាងបាទសម្រាប់សរុបដឹងសង្ហៈគាត់អាវុធល្អឲ្យគេខ្លះដែរបាទអាវុធគាត់ល្អតែដៃមួយទេហើយបាទគាត់ដើរបុកហើយធន់អូអញ្ចឹងបានយើងត្រៀមស្នៀតនឹងបច្ចេកទេសសម្រាប់ទប់ទល់មួយសង្ហៈរួចរាល់ហើយសម្រាប់សរុបការប៉ះជាមួយនឹងសង្ហៈលើកនេះអាចដាច់ស្រេចទេតាមមើលដាច់ស្រេចទេគូនេះមិនចាំទឹកទេអត់ចាប់ទឹកទេបាទ5ទឹកឯងមិនអត់ចាប់ទឹកហ្មងបាទអត់ចាប់ទឹកហើយដឹងថាពេញលេង5ទឹកហ្នឹងបាទរយៈចុងក្រោយហ្នឹងឃើញអាសិង្ហៈគាត់វាយជាមួយអ្នកខ្លាំងដូចមហាម៉ាត់អីចឹងទៅឲ្យគេចុចឈ្មោះច្រើនណាគេថាបើណៃឈ្នះសិង្ហៈចង់ឲ្យជួបមហាម៉ាត់តែយើងកុំតន់អាចគិតដល់រឿងហ្នឹងសំខាន់យើងឆ្លងផុតសិង្ហៈអត់តែមើលពេលដែលគាត់ប៉ះអ្នកខ្លាំងឃើញចំណុចខ្សោយរបស់សិង្ហៈច្រើនដែរនេះថយគាត់ជើងបើមិនជើងបើពោះបាទបើមុខអីបាច់វាយទេបាច់ទៅទេវាយអត់ទៅមកបាទតែ5ទឹកត្រៀមយុទ្ធសាស្ត្រហើយណាព្រោះយើងដឹងយើងមិនអាចគេល្អបុកយើងត្រូវទៅបុកជុលជាមួយគេទៅអានេះអត់កើតទេបាទចូលប្លង់ទេអានេះលក្ខណៈថាមិនមែនថាគេល្អដៃយើងរត់ទៅចូលដៃគេបាទសំខាន់យើងវាយតាមបាទឯកថាបច្ចេកទេសរបស់យើងបានរៀនកន្លងមកយើងរដងមកតែសួរថាថយពេកយើងមិនថយតែយើងនឹងវាយល្អមើលដើម្បីបងប្អូនគ្រប់គ្រងទៅជក់ចិត្តណាបាទសម្រាប់សរុបការប៉ះមួយសង្ហៈលោកនេះមានបារម្ភទៅលើស៊ូសទៅលើអីសម្រាប់ពេលដែលឡើងប្រកួតហ្នឹងដែរទេខ្ញុំគឺអត់បារម្ភទេបាទគឺមានលោកគ្រូភូមិតារាយគាត់បង្ហាត់តាំងតែងមែនតើការប្រកួតមួយនេះគ្រូគាត់ចង់ឲ្យឈ្នះទាំងពីរបាទមួយបងសុកធីនិងខ្ញុំអូចង់ឈ្នះទាំងពីរបាទហើយសរុបមានពាក្យពេចន៍អីផ្ដាស់ផ្ញើដល់ពុកម៉ែបងប្អូននៅចូលរួមទស្សនាបានច្រើនសម្រាប់ថ្ងៃទី28នៅក្នុងសង្វៀន Extreme Cambodia ហ្នឹងបាទកុំភ្លេចចូលរួមទស្សនាថ្ងៃទី28ខាងមុខនេះនៅ Extreme Cambodia ទាំងអស់គ្នាបាទអូខេអរគុណច្រើនសូម